ព្រះបន្ទូលព្រះសម្រាប់អ្នកនិពន្ធដោយអ្នកស្រី Dawn Muller និងអ្នកស្រី Diane Grabbing បោះពុម្ពនិងចែកចាយដោយមូលនិធិមរតក Lutherបងប្អូនប្រុសភ្លោះពីរនាក់ដែលមានលក្ខណៈខុសគ្នាយ៉ាកុបនិងអេសាវអ៊ីសាក់ស្រឡាញ់រ៉េបេកាជាប្រពន្ធខ្លាំងណាស់ពួកគេទាំងពីរនាក់បានអធិដ្ឋានទូលសុំព្រះពរពីព្រះឲ្យពួកគេមានកូនប៉ុន្តែក្រោយពីរៀបការអស់រយៈពេល20ឆ្នាំមករ៉េបេកានៅតែមិនទាន់មានកូនទៀតអ៊ីសាក់បានបន្តអធិដ្ឋានសម្រាប់ប្រពន្ធរបស់គាត់ហើយនៅថ្ងៃមួយព្រះទ្រង់បានឆ្លើយតបនឹងសេចក្តីអធិដ្ឋានរបស់គាត់រ៉េបេកាចាប់ផ្ដើមមានផ្ទៃពោះនាងមានអារម្មណ៍ថាកូនភ្លោះកំពុងតែប្រធាក់គ្នាក្នុងផ្ទៃរបស់នាងបាននិយាយថាប្រសិនបើព្រះប្រទានពរឲ្យខ្ញុំមានកូនហើយហេតុអ្វីកូកានេះបានកើតឡើងចំពោះខ្ញុំដូច្នេះព្រះមានព្រះបន្ទូលប្រាប់នាងថាមាននគរពីរនៅក្នុងផ្ទៃឯងគឺនឹងមានសះពីរចេញពីពោះឯងមកសះមួយនឹងបានខ្លាំងជាងសះមួយគឺកូនច្បងនឹងត្រូវបម្រើប្អូនរ៉េបេកាបានបង្កើតកូនភ្លោះកូនបងមានស្បែកនិងសក់ក្រហមទង់ដែងគ្របលើរាងកាយរបស់គាត់ដូចជាអាវធំគាត់មានឈ្មោះថាអេសាវដែលមានន័យថារំច្រើនឯកូនប្អូនក៏ជាក្មេងប្រុសដែរហើយក្នុងគ្រាគាត់កំពុងកើតមកគាត់បានតោងកែងជើងអេសាវយ៉ាងជាប់កូនប្អូនមានឈ្មោះថាយ៉ាកុបតែមានន័យថាគាត់តោងកែងជើងឬគាត់បោកប្រាស់នៅពេលក្មេងប្រុសទាំងពីរនាក់ធំឡើងអេសាវបានក្លាយជាអ្នកប្រមាញ់ដ៏ប៉ិនប្រសប់ម្នាក់ដែលចូលចិត្តចេញទៅទីវាលរីឯយ៉ាកុបជាមនុស្សស្ងៀមស្ងាត់ចូលចិត្តនៅតែក្នុងទ្រសាលទៅវិញកូនប្រុសសំណប់របស់អ៊ីសាក់គឺអេសាវពីព្រោះគាត់ចូលចិត្តបរិភោគសាច់សត្វព្រៃដែលអេសាវបបាញ់បានឯរ៉េបេកានាងស្រឡាញ់យ៉ាកុបមានថ្ងៃមួយពេលអេសាវវិលត្រឡប់ពីបបាញ់វិញកំពុងស្លគាត់ធុំក្លិនឈ្ងុយសម្លដែលយ៉ាកុបកំពុងស្លដោយអស់កម្លាំងពេកអេសាវនិយាយថាបងសុំសម្លក្រហមនៅបរិភោគបន្តិចមកបងអស់កម្លាំងណាស់ប៉ុន្តែយ៉ាកុបតបទៅវិញថាសូមបងលក់សិទ្ធជាកូនច្បងមកឲ្យខ្ញុំសិនមកអេសាវតបថាបងដាច់ពោះស្លាប់ឥឡូវហើយតើសិទ្ធកូនច្បងនោះមានប្រយោជន៍អ្វីដល់បងយ៉ាកុបតបសូមបងស្បត់ឲ្យវាមកខ្ញុំឥឡូវចុះអេសាវក៏ស្បត់ឲ្យសិទ្ធជាកូនច្បងទៅយ៉ាកុបអេសាវបានជឿថាសម្លមួយចានវាសំខាន់ជាងអំណោយទានដែលថ្ងៃណាមួយគាត់នឹងទទួលពរជាសិទ្ធកូនច្បងរបស់អ៊ីសាក់ឥឡូវនេះអ៊ីសាក់មានវ័យចាស់ហើយគាត់មិនអាចមើលឃើញដូចពីមុនទៀតទេថ្ងៃមួយគាត់បាននិយាយទៅកាន់អេសាវថាឥឡូវនេះយើងចាស់ហើយមិនដឹងជាថ្ងៃណាដែលយើងនឹងត្រូវស្លាប់ទេហើយក៏ដល់ពេលដែលអ្នកផ្សេងត្រូវដឹកនាំក្រុមគ្រួសាររបស់យើងដែរដូច្នេះ
ចូលឯងយកគ្រឿងប្រដាប់ហើយទៅបរបាញ់សត្វយកមករួចធ្វើជាម្ហូបយ៉ាងឆ្ងាញ់តាមដែលយើងចូលចិត្តបន្ទាប់ពីបាយរួចយើងនឹងតាំងឯងធ្វើជាអ្នកដឹកនាំក្រុមគ្រួសារហើយយើងនឹងប្រទានពរដល់ឯង រ៉េបេកាបានឮនៅអ្វីដែលអ៊ីសាបាននិយាយទៅកាន់អេសាវភ្លាមពេលអេសាវចាក់ចេញទៅបរបាញ់នាងបានហៅយ៉ាកុបមកនិយាយថា ម្ដាយបានឮឪពុកកូននិយាយទៅកាន់អេសាវថាគាត់ចង់ឲ្យព្រះពរទៅអេសាវឥឡូវនេះកូនម្ដាយសូមស្ដាប់ម្ដាយដោយយកចិត្តទុកដាក់ហើយត្រូវធ្វើអ្វីដែលម្ដាយនឹងប្រាប់ដល់កូនចូលទៅយកកូនពពែពីរយ៉ាងល្អមកឥឡូវម្ដាយនឹងរៀបជាម្ហូបឲ្យយ៉ាងឆ្ងាញ់ជូនឪពុកឯងតាមដែលគាត់ចូលចិត្តរួចសឹមឯងយកទៅជូនឪពុកពិសាទៅដើម្បីឲ្យគាត់បានឲ្យពរដល់ឯងជំនួសអេសាវវិញ តែយ៉ាកុបឆ្លើយទៅម្ដាយថាបងអេសាវជាមនុស្សមានរោមហើយខ្ញុំមានស្បែករលោងបើឪពុកស្ទាបខ្ញុំមុខជាខ្លាចជាអ្នកបោកបញ្ឆោតដល់គាត់ហើយខ្ញុំនឹងនាំធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំងជាមិនខានប៉ុន្តែរ៉េបេកាបានទទូចថាធ្វើតាមអ្វីដែលម្ដាយនិយាយចុះ រ៉េបេកាយកសម្លៀកបំពាក់ល្អបំផុតរបស់អេសាវមកពាក់ឲ្យយ៉ាកុបនាងដាក់ស្បែកពពែព័ទ្ធជុំវិញដៃនិងកញ្ចាំងកយ៉ាកុបដើម្បីឲ្យស្បែកគាត់មានសន្តានដូចជាស្បែកដែលពេញដោយរោមរបស់អេសាវយ៉ាកុបធ្វើពុតជាអេសាវគាត់បានយកអាហារដែលម្ដាយរបស់គាត់ធ្វើទៅឲ្យអ៊ីសាក់នៅពេលដែលអ៊ីសាក់បានធំក្លិនសម្លៀកបំពាក់របស់យ៉ាកុបគឺដូចជាធំក្លិនសម្លៀកបំពាក់របស់អេសាវដែរនៅពេលដែលអ៊ីសាក់ស្ទាបដៃទាំងពីររបស់យ៉ាកុបគឺគាត់មានអារម្មណ៍ថាជាដៃរបស់អេសាវអ៊ីសាក់សួរថាតើកូនជាអ្នកណាយ៉ាកុបឆ្លើយថាខ្ញុំអេសាវជាកូនច្បងរបស់លោកឪពុកខ្ញុំបានធ្វើដូចដែលលោកឪពុកប្រាប់ខ្ញុំសូមលោកឪពុកអង្គុយពិសាអាហាររបស់ខ្ញុំដើម្បីឲ្យលោកឪពុកឲ្យពរដល់ខ្ញុំអ៊ីសាក់និយាយទៅយ៉ាកុបថាកូនអើយចូលឯងមកជិតដើម្បីឲ្យយើងនឹងស្ទាបមើលឯងឲ្យដឹងបើឯងជាអេសាវកូនយើងពិតមែនយ៉ាកុបក៏ចូលទៅជិតអ៊ីសាក់ហើយគាត់ស្ទាបមើលរួចនិយាយថាសំឡេងជាសំឡេងរបស់យ៉ាកុបតែដៃជាដៃរបស់អេសាវពិតអ៊ីសាក់សួរបញ្ជាក់ថាតើកូនជាអេសាវកូនយើងពិតមែនយ៉ាកុបឆ្លើយថាខ្ញុំពិតមែនហើយអ៊ីសាក់ក៏បរិភោគអាហារដែលយ៉ាកុបបានយកមកជូនបន្ទាប់មកលោកអ៊ីសាក់ជាឪពុកមានប្រសាសន៍ទៅគាត់ថាកូនអើយចូលខិតមកជិតឪពុកហើយថើបឪពុកសិនពេលអ៊ីសាក់សង្កេតឃើញថាសម្លៀកបំពាក់របស់យ៉ាកុបមានក្លិនដូចជាវាស្រែលោកក៏ឲ្យពរដល់យ៉ាកុបថាសូមឲ្យព្រះប្រទានពរដល់កូនជានិច្ចសូមឲ្យនគរនានាបម្រើដល់កូនហើយសះផ្សេងនឹងក្រាបចំពោះកូនសូមឲ្យត្រូវបណ្ដាសាដល់អ្នកណាដែលផ្ដោះសារកូនហើយឲ្យពរដល់អ្នកណាដែលឲ្យពរកូនក្រោយពីអ៊ីសាក់បានឲ្យពរដល់យ៉ាកុបរួចស្រេចហើយយ៉ាកុបក៏ចេញពីអ៊ីសាក់ជាឪពុកទៅសឹងតែមិនតាន់នោះអេសាវបានវិលត្រឡប់ពីបរបាញ់វិញគាត់ដើរទៅរកហើយក៏និយាយទៅអ៊ីសាក់ថាលោកឪពុកកូនត្រឡប់មកវិញហើយកូនក៏បានរៀបចំម្ហូបយ៉ាងឆ្ងាញ់យកមកជូនលោកពុកពិសាឥឡូវនេះសូមលោកឪពុកឲ្យពរដល់កូនចៅប៉ុន្តែអ៊ីសាក់សួរថាចុះឯងជាអ្នកណាគាត់ឆ្លើយថាខ្ញុំអេសាវជាកូនច្បងរបស់លោកឪពុក
អ៊ីសាក់ភ្ញាក់ខ្លួនព្រើតព្រោះគាត់ដឹងថាគាត់ចាញ់ល្បិចបញ្ឆោតឲ្យពោទៅយ៉ាកុបជំនួសអេសាវកាលអេសាវដឹងអំពីអ្វីដែលយ៉ាកុបបានធ្វើគាត់ខឹងយ៉ាងខ្លាំងហើយដាក់ផែនការសម្លាប់យ៉ាកុបនៅពេលអ៊ីសាក់ស្លាប់ទៅរេបេកាបានដឹងពីផែនការរបស់អេសាវដូច្នេះដើម្បីការពារជីវិតយ៉ាកុបនាងបានប្រាប់យ៉ាកុបឲ្យចាកចេញពីផ្ទះទៅរស់នៅជាមួយឡាប៉ាន់ជាបងប្រុសនាងរហូតដល់អេសាវបានរំសាយកំហឹងលោកយ៉ាកុបបានចាកចេញពីឪពុកម្ដាយរបស់គាត់យ៉ាងប្រញាប់ហើយធ្វើដំណើរទៅស្រុកកំណើតរបស់ម្ដាយយប់មួយនៅតាមផ្លូវគាត់បានមកដល់កន្លែងដេកគាត់បានយកថ្មសំប៉ែតមួយមកកើយក្បាលហើយដេកលក់ទៅគាត់យល់សុបិនឃើញថាមានជណ្ដើរមួយបញ្ឈរទៅដល់ឋានសួគ៌ក៏ឃើញមានពួរទេវតារបស់ព្រះយាងឡើងចុះតាមជណ្ដើរនោះនៅឯកំពូលជណ្ដើរមានវត្តមានព្រះជាម្ចាស់ផ្ទាល់ព្រះទ្រង់មានបន្ទូលថាយើងជាព្រះយេហូវ៉ាជាព្រះនៃអាប់រ៉ាហាំជាតាឯងហើយជាព្រះនៃអ៊ីសាក់ជាឪពុកឯងឯដីដែលឯងដេកនៅទីនេះយើងនឹងឲ្យដល់ពូជឯងហើយពូជឯងនឹងកើនឡើងច្រើនដូចជាធូលីដីហើយពួកគេនឹងបានវាតទីទៅខាងជើងខាងត្បូងខាងកើតនិងខាងលិចគ្រប់ទាំងគ្រួសារនៅផែនដីនឹងបានពរដោយសារឯងនិងពូជឯងមើលយើងនៅជាមួយឯងហើយនឹងថែរក្សាឯងឲ្យមានសុវត្ថិភាពយើងនឹងមិនចោលឯងឡើយទាល់តែយើងបានធ្វើសម្រេចសេចក្តីដែលយើងបានសន្យាជាមួយឯងហើយព្រះជាម្ចាស់បានបដូរឈ្មោះរបស់យ៉ាកុបទៅជាអ៊ីស្រាអែលដើម្បីឲ្យប្រជាជាតិរបស់ព្រះនឹងត្រូវបានគេស្គាល់ថាជាប្រជាជាតិអ៊ីស្រាអែលលុះព្រឹកឡើងពេលយ៉ាកុបផ្ញើពីដេកក៏គិតក្នុងចិត្តថាឥឡូវនេះខ្ញុំដឹងជាប្រកាសថាព្រះជាម្ចាស់គង់ជាមួយនឹងខ្ញុំនឹងចង់ប្រទានពរដល់ខ្ញុំក៏យកថ្មសំប៉ែតដែលគាត់បានកាយនោះទៅបញ្ឈរឡើងធ្វើជាបង្គោលរួចចាក់ប្រេងពីលើដើម្បីតាំងជាកន្លែងបរិសុទ្ធគាត់ដាក់ឈ្មោះទីនោះថាបេតអែលកាលយ៉ាកុបបានមកដល់ស្រុកកំណើតរបស់ម្ដាយគាត់បានជួបឪពុកមារបស់គាត់ឈ្មោះថាឡាប៉ាន់ហើយចាប់ផ្ដើមធ្វើការងារជាមួយគាត់លោកយ៉ាកុបបានថែរក្សាវងសត្វយ៉ាងធំរបស់ឡាប៉ាន់ដើម្បីជាការបង់ថ្លៃសម្រាប់ការងាររបស់គាត់យ៉ាកុបត្រូវបានអនុញ្ញាតឲ្យរៀបការជាមួយនឹងកូនស្រីទាំងពីរនាក់របស់ឡាប៉ាន់ឈ្មោះថារ៉េជែលនិងលេអាជាច្រើនឆ្នាំកន្លងផុតទៅយ៉ាកុបបានក្លាយជាឪពុករបស់កូនប្រុស12នាក់ព្រះជាម្ចាស់បានប្រទានពរដល់យ៉ាកុបជាមួយនឹងទ្រព្យសម្បត្តិជាច្រើនហើយមានគោចៀមនិងពពែរាប់រយក្បាលបន្ទាប់ពី20ឆ្នាំនៃការធ្វើការឲ្យឡាប៉ាន់ព្រះបានប្រាប់យ៉ាកុបថាដល់ពេលដែលត្រូវត្រឡប់ទៅស្រុកកំណើតរបស់ឯងវិញហើយគាត់បានយកប្រពន្ធកូនពួកបាវបម្រើរបស់គាត់ព្រមទាំងពពែចៀមគោអូតនិងលាទាំងអស់ដែលគាត់បានរកក្នុងអំឡុងពេលកំពុងតែបម្រើការងារឲ្យឡាប៉ាន់ពីដំបូងឡើយឡាប៉ាន់មិនសប្បាយចិត្តដែលយ៉ាកុបបានចាក់ចេញពីគាត់តែនៅទីបំផុតយ៉ាកុបនិងឡាប៉ាន់ក៏បានយល់ព្រមចុះសេចក្តីសញ្ញា ដើម្បីថែរក្សាមនុស្សជាទីស្រឡាញ់របស់ពួកគេឲ្យមានសុវត្ថិភាពនៅពេលដែលអេសាវដឹងថាយ៉ាកុបកំពុងវិលត្រឡប់មកស្រុកកំណើតវិញគាត់បានផ្ញើសារមួយទៅយ៉ាកុបអេសាវបានប្រាប់យ៉ាកុបថាបងនឹងទៅជួបប្អូនហើយបងនឹងនាំមនុស្ស400នាក់ទៅជាមួយបងដែរយ៉ាកុបភ័យណាស់គាត់ក៏អធិដ្ឋានថាអោព្រះជាម្ចាស់នៃអាប់រ៉ាហាំជាតាទូតបង្គំ
ជាព្រះនៃអ៊ីសាក់ឪពុកទូបង្គំទ្រង់បានមានបន្ទូលប្រាប់ទូបង្គំថាចូលវិលទៅឯញាតិសន្តានឯងនៅស្រុកឯងវិញទៅនោះយើងនឹងប្រទានពរឲ្យឯងមានទ្រព្យសម្បត្តិហូរហៀសូមជួយសង្គ្រោះទូលបង្គំឲ្យរួចពីកណ្ដាប់ដៃអេសាវជាបងផងត្បិតទូលបង្គំខ្លាចក្រែងគាត់វាប្រហារទូលបង្គំហើយសម្លាប់ទូលបង្គំដោយសង្ឃឹមថាអេសាវលែងខឹងនឹងគាត់ទៀតយ៉ាកុបបានចាត់បាវបំរើមួយចំនួនរបស់គាត់នាំអំណោយមកជូនអេសាវដើម្បីថែរក្សាក្រុមគ្រួសាររបស់គាត់ឲ្យមានសុវត្ថិភាពយ៉ាកុបខ្លួនគាត់ក៏ដើរទៅខាងមុខដើម្បីជួបអេសាវជាមុនខណៈដែលអេសាវកំពុងដើរតម្រង់មករកគាត់យ៉ាកុបក្រាបដល់ដីចំនួន7 ដងដើម្បីបង្ហាញការគោរពដល់បងប្រុសរបស់គាត់តាមពិតអេសាវបានលែងខឹងនឹងយ៉ាកុបយូរហើយដោយក្តីនឹករលឹកអេសាវបានរត់ទៅរកយ៉ាកុបហើយអោបយ៉ាកុបទាំងយំដោយចិត្តរំភើបរួចសួរថាតើក្មេងទាំងអស់នេះជាអ្នកណាយ៉ាកុបឆ្លើយថាពួកគេគឺជាកូនដែលព្រះទ្រង់ប្រទានពរដល់ខ្ញុំបន្ទាប់ពីបានណែនាំអស់ហើយប្រពន្ធនិងកូនរបស់យ៉ាកុបក៏បាននាំគ្នាមកក្រាបចំពោះមុខអេសាវបានស្វាគមន៍និងនាំប្អូនប្រុសរបស់គាត់ទៅផ្ទះអេសាវបានអត់ទោសយ៉ាកុបនិងមានចិត្តសប្បាយរីករាយពេលដែលបានជួបប្អូនប្រុសនិងក្រុមគ្រួសារដ៏ធំរបស់ប្អូនប្រុសរបស់គាត់អេសាវមានចិត្តចង់ឲ្យគ្រួសារទាំងមូលជួបជុំឡើងវិញម្ដងទៀតអេសាវបានអត់ទោសឲ្យយ៉ាកុបនៅឆ្នាំ1900មុនគ្រិស្តសករាជព្រះជាម្ចាស់បានធ្វើការនៅក្នុងចិត្តរបស់យ៉ាកុបនិងអេសាវដើម្បីឲ្យពួកគេទាំងពីរនាក់បានជានានឹងគ្នាវិញអំពើបាបរបស់យើងបានធ្វើឲ្យយើងក្លាយជាសត្រូវរបស់ព្រះតែព្រះបានជានាជាមួយនឹងយើងរាល់គ្នាតាមរយៈការសគត់របស់ព្រះយេស៊ូវសម្រាប់អំពើបាបរបស់យើងហើយមិនតែប៉ុណ្ណោះសោតយើងក៏មានសេចក្តីរីករាយចំពោះព្រះផងដោយនៅព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់នៃយើងរាល់គ្នាដែលឥឡូវនេះយើងបានជាមេត្រីដោយសារទ្រង់ហើយរ៉ូមជំពូក5 ខ 11